ជាដំបូងនាងខ្ញុំសូមគោរពដល់លោកគ្រូម៉មសារឿននិងមិត្តភ័ក្តិទាំងអស់គ្នានាងខ្ញុំឈ្មោះសាញ់សេលីនបានមកសង្ខេបរឿងរាមកេរ្តិ៍ខ្សែទី78ក្មេងទាំងពីរបានជួបសំណេះសំណាលគ្នាហើយបានស្រស់ស្រួលគ្នាទៅរងចាំដំណើរមកដល់របស់ព្រះរាមបន្ទាប់ពីចាប់ពួកអ្នកយាមទ្វាររួចហើយព្រះរាមបាននាំចតុរង្គទៅដេញតាមចាប់ព្រះរាជកុមារពេលនោះព្រះអង្គបានជួបព្រះរាជកុមារតាមបំណងរបស់ព្រះអង្គហើយក៏បានសរសើរពីលំអនិងឫទ្ធានុភាពរបស់កុមារពេលនោះព្រះអង្គថ្លែងសរបង្កឲ្យមានសង្គ្រាមមួយរំពេចប៉ុន្តែសង្គ្រាមមិនមានឈ្នះមានចាញ់ឡើយព្រះរាជកុមារខឹងយ៉ាងខ្លាំងក៏បានថ្លែងសរបំរុងនឹងផ្ដាច់ជីវិតក្សត្រទាំង4អង្គចោលប៉ុន្តែសររបស់គេคล้ายទៅជាកម្រងផ្កាទៅវិញព្រះរាមឃើញហេតុដ៏អស្ចារ្យដូច្នោះក៏បានអធិដ្ឋានបានត្រឹមត្រូវហើយព្រះរាមក៏បានថ្លែងសរម្ដងទៀតហើយក៏បានហើយសររបស់ព្រះរាមคล้ายទៅជាអាហារសម្រាប់កុមារទៅវិញបន្ទាប់មកព្រះរាមបានសួរទៅរាជកុមារទៅដឹងថាជាបុត្ររបស់នាងសីតាហើយបានសួរព្រះលក្សណ៍ទៅបានដឹងថានាងសីតាពុំទាន់ស្លាប់ពេលនោះព្រះរាមបាននាំអនុជទៅចុះពីរាជរដ្ឋទៅតាមទៅសុំឲ្យព្រះរាជកុមារទទួលស្គាល់ខ្លួនជាឪពុកនិងនាំព្រះអង្គទៅជួបនាងសីតាបន្ទាប់មកក្មេងទាំងពីរបាននិយាយបញ្ឈឺចិត្តដោយមិនព្រមទទួលស្គាល់ឪពុកនិងដឹកដៃគ្នារត់ទៅរកនាងសីតាបន្ទាប់មកព្រះរាមបាននាំទ័ពរត់តាមព្រះរាជកុមារយ៉ាងសោកសៅបន្ទាប់មកកុមារទាំងពីរបានថ្វាយដំណឹងនេះដល់ព្រះមេតាធ្វើឲ្យនាងសីតាយំស្រែកស្រឹកសួលយ៉ាងខ្លាំងដោយអាណិតបុត្រផងនិងខឹងចំពោះព្រះរាមផងនៅក្រោមអាស្រមឬព្រះមហាសីយំដូច្នោះព្រះរាមក៏បានស្រែកឲ្យនាងបើកទ្វារហើយព្រះអង្គសូមចូលទៅសុំទោសដោយផ្ទាល់ប៉ុន្តែនាងសីតាបានឲ្យព្រះឥសីមកបើកទ្វារជំនួសហើយព្រះអង្គបានប្រាប់បញ្ជាក់ពីបំណុលល្អរបស់ព្រះអង្គទៅឥសីហើយបានសួរឥសីពីបុត្រទាំងពីររបស់នាងសីតាលុះដឹងការពិតហើយព្រះអង្គបានពឹងឲ្យឥសីធ្វើជាអាជ្ញាកណ្ដាលទោះបីឥសីបានលួងលោមយ៉ាងណាក៏ដោយក៏ព្រះរាមបានស្រែកប្រកាសប្រាប់ថាទោះបីខ្លួនខុសជាច្រើនលើកច្រើនសារក៏ដោយក៏នាងសីតាមិនភ្លេចរឿងចាស់បានដែរទីបំផុតនាងសីតាបានអនុញ្ញាតឲ្យព្រះរាមជួបត្រឹមព្រះភ័ក្ត្រនិងពាក្យសម្ដីខ្លះជាចុងក្រោយនាងខ្ញុំសូមអរគុណលោកគ្រូនិងមិត្តភ័ក្តិទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃស្ដាប់នាងខ្ញុំបកស្រាយសូមអរគុណ